ស្រីមកអ្នកគ្នាបងប្អូនអ្នកគ្នាមានឃើញអីប្លែកនៅលើតុពូទីជេអត់គឺជាវត្ថុអនុស្សាវរីយ៍ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបងប្អូនអ្នកគ្នាប្រហែលជាចង់ដឹងនៅលក្ខខណ្ឌថាធ្វើម៉េចទើបទទួលបានវត្ថុអនុស្សាវរីយ៍ទាំងអស់នេះពីកងរាជអាវុធហត្ថរាជធានីភ្នំពេញអញ្ចឹងចង់ដឹងថាធ្វើយ៉ាងម៉េចបានចូលរួមជួយ share វីដេអូនេះម្នាក់មួយសិនបន្តិចទៀតពូទីជេនឹងប្រាប់ថាធ្វើយ៉ាងម៉េចទើបទទួលបានវត្ថុអនុស្សាវរីយ៍ទាំងអស់នេះឥឡូវនេះមុននឹងចូលដល់លក្ខខណ្ឌថាធ្វើយ៉ាងម៉េចទើបទទួលបានវត្ថុអនុស្សាវរីយ៍ទាំងអស់នេះដែលរចនាដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញថាវត្ថុអនុស្សាវរីយ៍ទាំងអស់នេះមានអីខ្លះអញ្ចឹងឥឡូវនេះពូទីជេសូមបង្ហាញបាទនៅបន្តោងសោមួយបន្តោងសោនេះគឺយើងហៅថាអូនអហឬក៏អូន PM ហើយបន្តោងសោមួយទៀតគឺបងអហឬក៏បង PM ចឹងបងប្អូនឃើញណាចឹងបន្ទាប់ពីបងប្អូនទទួលបានបន្តោងសោនេះយើងអាចដាក់នឹងកាបូបដាក់នឹងសោឡានសោម៉ូតូបានស្រស់ស្អាតមែនទែនហើយសម្រាប់ដបទឹកគឺយើងមានពីរពណ៌មានពណ៌សហើយនិងពណ៌តសញ្ញាណរបស់កងរាជអាវុធហត្ថតែម្ដងអញ្ចឹងខ្ញុំសូមបង្ហាញគំរូពណ៌សមុនស្រស់ស្អាតមែនទែនអញ្ចឹងពណ៌ទី2គឺពណ៌តសញ្ញាណរបស់កងរាជអាវុធហត្ថហើយបាទពណ៌នេះហើយទី3គឺបំពង់ហឺតឥឡូវនេះឈានមកដល់វត្ថុអនុស្សាវរីយ៍ចុងក្រោយគេបន្លាញបុកអញ្ចឹងនៅក្នុងបន្លាញបុកនេះគឺយើងមាន3តុក្កតាខ្លាឃ្មុំគឺមានអូន PM បង PM ហើយនិងលោកពូ PM ប៉ុន្តែយើងច្បាស់ជាអត់ដឹងថានៅក្នុងហ្នឹងមានអូនមានបងឬក៏មានពូទេដោយសារតែនេះគឺជាបន្លាញបុកអញ្ចឹងនេះគឺជាវត្ថុអនុស្សាវរីយ៍ដែលរចនាដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ទាំងអស់នេះពីកងរាជអាវុធហត្ថរាជធានីភ្នំពេញលក្ខខណ្ឌងាយដោយគ្រាន់តែបងប្អូនអ្នកគ្នាចូលរួមឆ្លើយសំណួរការប្រកួតកីឡាជាមួយនឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅស្តង់ពិព័រណ៍ផ្សព្វផ្សាយអំពីការងារទួលនីតិភារកិច្ចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី14មេសាទៅដល់ថ្ងៃទី19មេសាឆ្នាំ2026ទីតាំងស្ថិតនៅលើសួនមូនីហរតីដែលយើងហៅថាសួនស្ពាននាគវត្តភ្នំនៅលើផ្លូវ51កែងនឹងផ្លូវ106កុំភ្លេចចូលរួមឲ្យបានច្រើនកកកជាមួយនឹងស្តង់កងរាជអាវុធហត្ថរាជធានីភ្នំពេញ